អ្នកខ្លំមើលនិយាយថាបើកិច្ចសហការសមយុទ្ធនាមាសកម្ពុជាចិនដើរហួសគោលការណ៍អព្យាក្រឹតនោះមិនមែនដើម្បីពង្រឹងសមត្ថភាពកងទ័ពកម្ពុជានោះទេប៉ុន្តែគឺជាការនាំគ្រោះដល់កម្ពុជាខ្លួនឯងទៅវិញអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវលោកសេសុជាតិបានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថាបើអាមេរិកមើលឃើញថាកម្ពុជាពិតជាអាចរក្សានៅអព្យាក្រឹតចំពោះនយោបាយរបស់ខ្លួនដោយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះកម្ពុជានឹងអាចទទួលបាននូវអត្ថប្រយោជន៍ពីអាមេរិកតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មកាន់តែច្រើនជាពិសេសក្នុងស្ថានភាពដែលកម្ពុជាកំពុងតែជាប់គំនាបពន្ធដ៏ធ្ងន់ធ្ងររបស់អាមេរិកក្នុងពេលនេះលោកសេសុជាតិបន្តថាបើកម្ពុជានៅតែអាចទទួលបាននូវការអនុគ្រោះពីអាមេរិកក្នុងការចាប់យកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចពាណិជ្ជកម្មបន្តទៀតចិនក៏នៅតែផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជាក្នុងការសហការនាំចេញទៅកាន់សហរដ្ឋអាមេរិកដែរដូច្នេះកម្ពុជានៅតែអាចទទួលបានផលប្រយោជន៍ទាំងសងខាងនិងមិនបង្កជម្លោះរវាងអាមេរិកនិងចិនថែមទៀតលោកសេសុជាតិបន្តថាផ្ទុយទៅវិញបើកម្ពុជាបង្ហាញចំហចិត្តស្និទ្ធឬរក្សាគម្លាតម្ខាងនោះវាមិនត្រឹមតែនាំឲ្យកម្ពុជាបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួនតែមួយមុខនោះទេប៉ុន្តែវាក៏នឹងនាំឲ្យកម្ពុជាធ្លាក់ជ្រៅទៅក្នុងវិបត្តិភូមិសាស្ត្រនយោបាយរបស់មហាអំណាចដែរឆ្នាំ2025នេះកម្ពុជាចិនបានធ្វើសមយុទ្ធនាមាសរួមគ្នាជាលើកទី7ដែលបែងចែកជាពីរផ្នែកក្រោមប្រធានបទប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានិងការងារសង្គ្រោះមនុស្សធម៌ផ្នែកទី1គឺប្រតិបត្តិការនៅលើដីគោកនិងនៅលើអាកាសចាប់ពីថ្ងៃទី14ដល់ថ្ងៃទី28ខែឧសភាឆ្នាំ2025នៅមជ្ឈមណ្ឌលវឹកវើនកងរាជអាវុធហត្ថភ្នំជុំសែនរាជរាយក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងចំណែកឯផ្នែកទី2គឺប្រតិបត្តិការសមយុទ្ធកងទ័ពជើងទឹកនិងអាកាសចាប់ពីថ្ងៃទី14ដល់ថ្ងៃទី26ខែឧសភាឆ្នាំ2025នៅលើផ្ទៃសមុទ្ររបស់កម្ពុជាក្នុងភូមិសាស្ត្រខេត្តប្រសេះនោះអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទលោកវងពិសេនបានលើកឡើងនៅក្នុងពិធីបើកជាផ្លូវការនៅសមយុទ្ធនាមាសកាលពីថ្ងៃទី17ខែឧសភាឆ្នាំ2025នេះថាសមយុទ្ធនាមាសរវាងកម្ពុជានិងចិនបានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរដែលមិនអាចឲ្យបរទេសណាមួយមកបំបែកបានឡើយលោកវងពិសេសបន្តថាសមយុទ្ធនេះក៏បានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ដែរថាទោះបីជាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយក៏ចំណងមិត្តភាពដៃថែបរវាងប្រទេសទាំងពីរកាន់តែរឹងមាំជាជាប់ជានិច្ចនិងបន្តរីកចម្រើនឥតឈប់ឈរតទៅមុខទៀតសមយុទ្ធនាមាសឆ្នាំ2025នេះមានកម្លាំងទ័ពកម្ពុជាចិនសរុបជាង 2000 នាក់ចូលរួមក្នុងនោះកងទ័ពរំដោះប្រជាជនចិនមានជាង 800 នាក់ចាប់តាំងពីឆ្នាំ2016មកកម្ពុជានិងចិនបានធ្វើសមយុទ្ធរួមគ្នាចំនួន7លើករួចមកហើយស្របពេលដែលសមយុទ្ធរវាងកម្ពុជានិងអាមេរិកត្រូវបានអាក់ខានដោយសារតែកម្ពុជាបានសម្រេចជាឯកតោភាគីក្នុងការផ្អាកនៃការធ្វើសមយុទ្ធជាមួយនឹងសហរដ្ឋអាមេរិកកាលពីឆ្នាំ2017ប៉ុន្តែនៅពេលនេះកម្ពុជានិងអាមេរិកបានឈានទៅដល់ការយល់ព្រមធ្វើសមយុទ្ធរួមគ្នាឡើងវិញហើយមន្ត្រីជាន់ខ្ពស់របស់កម្ពុជានិងអាមេរិកបានពិភាក្សាគ្នាក្នុងការចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថាឆ្មាំអង្គរការអះអាងនេះគឺធ្វើឡើងនៅក្នុងជំនួបរវាងឧត្តមសេនីយ៍ម៉ៅសុផាន់មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយនឹងលោក Ronald P. Clark មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ Pacific ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាលោក Ronald P. Clark និងលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាក៏បានពិភាក្សាគ្នាលើបញ្ហានេះនៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2025ប៉ុន្តែភាគីទាំងពីរនៅមិនទាន់បានកំណត់កាលបរិច្ឆេទថាពួកគេនឹងចាប់ផ្ដើមធ្វើសមយុទ្ធឆ្មាំអង្គរនេះនៅពេលណាឲ្យប្រកាសនៅឡើយទេបាទលោកអ្នកនាងជាទីមេត្រីអាជ្ញាធរខេត្តសៀមរាបនឹងដំឡើងបន្ថែមទៀតនៅឧបករណ៍ការពាររន្ទះនៅក្នុងបរិវេណប្រាសាទអង្គរវត្តនិងនៅតាមបណ្ដាប្រាសាទសំខាន់ៗមួយចំនួនទៀតដែលមានភ្ញៀវទេសចរដើរកម្សាន្តច្រើនបន្ទាប់ពីមានបាតុភូតរន្ទះបាញ់បណ្ដាលឲ្យបរិសម្នាក់ស្លាប់ហើយមនុស្ស14នាក់ទៀតរងរបួសនាយករដ្ឋបាលខេត្តសៀមរាបលោកលីវណ្ណៈបានប្រាប់ក្រុមអ្នកសារព័ត៌មានថាក្រុមការងារបានរកឃើញថាអាជ្ញាធរជាតិអប្សរាបានបំពាក់ឧបករណ៍ការពាររន្ទះបានមួយចំនួនធំហើយប៉ុន្តែវាមិនទាន់គ្របដណ្ដប់ពេញលេញដូចជានៅតាមផ្លូវដើរជាដើមលោកលីបានបន្ថែមថារដ្ឋមន្ត្រីក្រសួងការពារជាតិលោកទាសីហាបានដឹកនាំក្រុមការងារកងវិស្វកម្មដើម្បីពិនិត្យមើលថាតើ
មានអ្វីខ្លះដែលអាចបំពេញបន្ថែមទៀតនៅចំណុចណាដែលខ្វះខាតលោកថាក្រុមការងារក្រុងដាក់នៅតាមប្រាសាទជាច្រើនជាពិសេសប្រាសាទដែលមានភ្ញៀវទេសចរទៅលេងច្រើនលោកទាសីហាបានជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរាប្រជុំពិភាក្សាគ្នាលម្អិតបន្ថែមទៀតដើម្បីកំណត់ទីតាំងជាក់លាក់ក្នុងការដំឡើងឧបករណ៍ការពារគ្រោះមហន្តរាយធម្មជាតិនេះកាលពីល្ងាចថ្ងៃទី16ខែឧសភាឆ្នាំ2025មានករណីរន្ទះបាញ់នៅបរិវេណប្រាសាទអង្គរវត្តបណ្ដាលឲ្យមានបរិសម្នាក់ស្លាប់និងរបួស14នាក់ផ្សេងទៀតអ្នកស្លាប់ជាពលរដ្ឋរស់នៅក្នុងសង្កាត់នគរធំក្រុងសៀមរាបខេត្តសៀមរាបគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថានៅក្នុងរយៈពេល4ខែឆ្នាំ2025នេះគ្រោះរន្ទះបាញ់បានកើតមានឡើងចំនួន30លើកបណ្ដាលឲ្យមនុស្សស្លាប់12នាក់របួស16នាក់និងខូចខាតផ្ទះចំនួន6ខ្នងនិងងាប់គោក្របី21ក្បាលបើធៀបទៅនឹងរយៈកាលដូចគ្នាគឺ4ខែដូចគ្នាកាលពីឆ្នាំ2024កន្លងទៅឃើញថាមានការកើនឡើងដល់ទៅ4ដងឯណោះលោកអ្នកនាងជាទីមេត្រីតំណាងរាជគណៈបក្សសង្គ្រោះជាតិស្នើឲ្យលោកហ៊ុនម៉ាណែតដាក់សំណើទៅរដ្ឋសភាធ្វើសច្ចាប័នទៅលើច្បាប់សមុទ្រ UNCLOS ដើម្បីមានសិទ្ធិពេញលេញប្តឹងប្រទេសជិតខាងដែលកំពុងតែរំលោភដែនអធិបតេយ្យជាតិខ្មែរសពថ្ងៃនេះមន្ត្រីជាន់ខ្ពស់បកប្រឆាំងលោកអ៊ុំសំអានបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃនេះក៏ដូចជាប្រាប់សារព័ត៌មាននៅ Cambodia Daily ថានៅពេលដែលកម្ពុជាផ្ដល់សច្ចាប័នទៅលើច្បាប់សមុទ្រពេញលេញកម្ពុជានឹងឈ្នះក្តីទៅលើប្រទេសថៃនិងប្រទេសវៀតណាមយ៉ាងពិតប្រាកដប្រសិនបើរដ្ឋាភិបាលប្តឹងប្រទេសទាំងពីរនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយករណីកោះគុតកោះត្រល់កោះក្រចកសេះនិងដែនសមុទ្រត្រួតស៊ីគ្នាជាមួយនឹងថៃទំហំ 26,000 គីឡូម៉ែត្រការ៉េជាដើមលោកអ៊ុំសំអានលើកឡើងថាច្បាប់សមុទ្រគឺជាសន្ធិសញ្ញាអន្តរជាតិកំណត់អំពីសិទ្ធិនិងកាតព្វកិច្ចរបស់បណ្ដាប្រទេសជាសមាជិកក្នុងការប្រើប្រាស់សមុទ្ររួមទាំងការកំណត់ព្រំដែនសមុទ្រសិទ្ធិសេដ្ឋកិច្ចការពារបរិស្ថានសមុទ្រនិងការដោះស្រាយចំនួនដែនសមុទ្រផងដែរលោកបញ្យល់ថាការដោះស្រាយនិងការកំណត់ដែនសមុទ្ររួមទាំងកោះគឺបានកំណត់យ៉ាងច្បាស់នៅក្នុងច្បាប់នេះដូចជាសមុទ្រដែនដីត្រូវបានកំណត់ចម្ងាយ12ម៉ាយឬស្មើនឹង24គីឡូម៉ែត្រតំបន់តភ្ជាប់ត្រូវបានកំណត់ចម្ងាយ24ម៉ាយឬស្មើនឹង44គីឡូម៉ែត្រចំណែកឯតំបន់សេដ្ឋកិច្ចផ្ដាច់មុខត្រូវបានកំណត់ចម្ងាយ200ម៉ាយឬស្មើនឹង370គីឡូម៉ែត្ររីឯខ្ពង់រាបបាតសមុទ្រត្រូវបានកំណត់ចម្ងាយមិនឲ្យលើសពី200ម៉ាយឬស្មើនឹង370គីឡូម៉ែត្រផងដែរលោកអ៊ុំសំអានថាបើគិតតាមច្បាប់សមុទ្រដែលបានកំណត់នេះទាំងកោះត្រល់ចង្កោមកោះក្រចកសេះនិងកោះគុតជាដើមត្រូវតែជាកម្មសិទ្ធិរបស់កម្ពុជាទាំងអស់ចំនួនប្រទេសដែលបានចុះហត្ថលេខាទៅលើច្បាប់សមុទ្រ UNCLOS គិតត្រឹមខែតុលាឆ្នាំ2024កន្លងទៅមានចំនួន170ប្រទេសក្នុងនោះ166ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយក៏មានប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន14ផងដែរដែលបានចុះហត្ថលេខាប៉ុន្តែមិនទាន់ផ្ដល់សច្ចាប័នទៅលើច្បាប់សមុទ្រនេះក្នុងនោះក៏មានកម្ពុជាមួយដែរជុំវិញបញ្ហានេះអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជានិងជាចៅក្រមអន្តរជាតិលោក Hironochi រួមទាំងឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំនៅកម្ពុជាលោក Japele កាលពីពេលថ្មីៗនេះបានដាស់តឿនឲ្យកម្ពុជាធ្វើសច្ចាប័នច្បាប់សមុទ្រ UNCLOS ដើម្បីទទួលបាននូវអត្ថប្រយោជន៍និងអាចដោះស្រាយដែនសមុទ្ររួមទាំងកោះកម្ពុជាដែលកំពុងមានជម្លោះជាមួយនឹងថៃនិងវៀតណាមរហូតមកនោះបាទលោកអ្នកនាងជាទីមេត្រីលោកហ៊ុនម៉ាណែតអំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្សដើម្បីកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញលោកហ៊ុនម៉ាណែតបានចេញលិខិតនៅក្នុងខួបលើកទី8នៃទិវាជាតិនៃការចងចាំ20ឧសភាកាលពីថ្ងៃទី16ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះថាបើគ្មានសន្តិភាពគឺមានសង្គ្រាមហើយបើមានសង្គ្រាមនឹងធ្វើឲ្យប្រទេសជាតិកាន់តែក្រីក្រអសន្តិសុខគ្មានស្ថិរភាពនិងគ្មានការអភិវឌ្ឍជាដើមលោកអំពាវនាវឲ្យពលរដ្ឋសិក្សាអំពីការឈឺចាប់របស់កម្ពុជាកាលពីអតីតកាលនិងរួមគ្នាទប់ស្កាត់របបប្រល័យពូជសាសន៍ដែលជាប្រវត្តិដ៏ឈឺចាប់បំផុតទៅលើប្រជាជនកម្ពុជាដោយសារការកាប់សម្លាប់ជិះជាន់និងការធ្វើទរណកម្មគ្រប់បែបយ៉ាងប្រពន្ធដែលបញ្ជាក់ថាទិវាជាតិនៃការចងចាំបានរួមចំណែកក្នុងការផ្សះផ្សាជាតិជំរុញឲ្យមានភាពសុខដុមរមណីយកម្មក្នុងសង្គមកម្ពុជានិងបានលើកកម្ពស់នៅការផ្សព្វផ្សាយអំពើឃោរឃៅដែលបានកើតមានឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដូចជាទប់ស្កាត់និងបង្ការកុំឲ្យមានរបបឃោរឃៅព្រៃផ្សៃនិងប្រល័យពូជសាសន៍បែបនេះកើតមានឡើងសារជាថ្មីម្ដងទៀតកាលពីថ្ងៃទី14ខែកុម្ភៈឆ្នាំ2018រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី20ខែឧសភាជារៀងរាល់ឆ្នាំជាទិវាជាតិនៃការចងចាំ
ដែលជាបុណ្យជាតិផ្លូវការមួយដើម្បីគោរពដល់វិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនិងការប៉ះប៉ូវនៅការឈឺចាប់ផ្លូវចិត្តដល់ជនរងគ្រោះក្នុងសម័យនោះផងដែរតើទៅនឹងបញ្ហានេះក្រុមអ្នកសង្កេតការណ៍លើកឡើងថាពលរដ្ឋខ្មែរដែលបានស្លាប់ក្នុងរបបខ្មែរក្រហមនៅតែមិនទទួលបានយុត្តិធម៌នៅឡើយក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាអស់រយៈពេលជាង4ទសវត្សរ៍មកនេះគណៈជនរងគ្រោះដែលបានស្លាប់ក្រោមការដឹកនាំរបស់លោកហ៊ុនសែនក៏មិនដែលទទួលបាននៅយុត្តិធម៌ដូចគ្នាដែរទោះអំពើឃាតកម្មទាំងអស់នោះបានកើតមានតាំងពីជាង20ឆ្នាំមុនក៏ដោយជាក់ស្ដែងករណីឃាតកម្មទៅលើអ្នកស្រីពិសិដ្ឋពីលីកាការបាញ់សម្លាប់មេដឹកនាំសហជីពលោកជីវវិជាការបាញ់សម្លាប់សកម្មជនការពារព្រៃឈើលោកឈុតវុធីការបាញ់សម្លាប់ព្រះភិក្ខុសំបន្ធឿននិងការបាញ់សម្លាប់អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមបណ្ឌិតកែមលីហើយចុងក្រោយនេះគឺលោកលឹមគឹមយ៉ាដែលជាតំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិជាងនេះទៅទៀតការបាញ់សម្លាប់កងទ័ពនៃរបបរាជានិយមរាប់រយនាក់កណ្ដាលទីក្រុងភ្នំពេញពីសំណាក់កងទ័ពក្រោមបញ្ជារបស់លោកហ៊ុនសែនកាលពីឆ្នាំ1997ក៏រដ្ឋាភិបាលខ្មែរមិនទាន់អាចវេកមុខឃាតករពិតយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់រហូតមកទល់ពេលនេះដែរអ្នកខ្លំមើលខ្លះនិយាយថារបបវិលពិឃាតអាចវិលត្រឡប់មកវិញបានលុះត្រាតែគណៈបកប្រជាជនកម្ពុជាជាអ្នកប្រព្រឹត្តពីព្រោះក្រុមមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រជាជនកម្ពុជាភាគច្រើនសុទ្ធសឹងតែជាកម្មអភិបាលខ្មែរក្រហមស្រាប់ជាពិសេសឪពុករបស់លោកហ៊ុនម៉ាណែតគឺលោកហ៊ុនសែននេះតែម្ដងម្យ៉ាងទៀតមានតែគណៈបកប្រជាជនកម្ពុជាទេដែលកំពុងតែគ្រប់គ្រងអំណាចហើយមានទាំងកម្លាំងប្រដាប់អាវុធពេញដៃថែមទៀតនោះបាទលោកនាងជាទីមេត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី19ខែឧសភាដោយជំរុញឲ្យនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បរិហាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្នុងពេលដែលលោកហ៊ុនម៉ាណែតទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុននាចុងខែឧសភាខាងមុខនេះនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃទី19ខែឧសភា Human Rights Watch បានកត់សម្គាល់ឃើញថារដ្ឋាភិបាលកម្ពុជាកាន់តែបង្កើនការរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិជួបជុំនិងសិទ្ធិការងាររបស់ពលរដ្ឋហើយហ៊ានដល់ថ្នាក់បង្ក្រាបសម្លេងរិះគន់ឆ្លងដែនដូចជានៅប្រទេសជប៉ុនជាដើមមន្ត្រីកម្មវិធីប្រចាំតំបន់អាស៊ីរបស់អង្គការ Human Rights Watch លោកតេប៉ៃកាហ្សៃបានលើកឡើងនៅក្នុងរបាយការណ៍ថាក្នុងនាមជាម្ចាស់ជំនួយនិងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជារដ្ឋាភិបាលជប៉ុនត្រូវតែផ្ញើសារច្បាស់លាស់ទៅកាន់រដ្ឋាភិបាលកម្ពុជាថាការគោរពសិទ្ធិមនុស្សគឺជាស្នូលនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងជប៉ុនលោកតេប៉ៃកាហ្សៃលើកឡើងថាការអោបដៃឬការធ្វើមិនដឹងមិនលឺរបស់រដ្ឋាភិបាលជប៉ុនចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជាគឺជាការបើកភ្លើងខៀវឲ្យរដ្ឋាភិបាលកម្ពុជាបន្តយុទ្ធសាស្ត្រគៀបសង្កត់និងរំលោភបំពានសិទ្ធិមនុស្សជាខ្លាំងលោកហ៊ុនម៉ាណែតនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនិងជួបជជែកពិភាក្សាការងារជាមួយនឹងលោក Shigeru Ishiba នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននិងថ្លែងសន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី30ស្ដីពីអនាគតរបស់អាស៊ីនៅក្នុងទីក្រុងតូក្យូនាចុងខែឧសភាខាងមុខនេះលោកហៃវ៉ាណាដែលជាអតីតប្រធានក្រុមយុវជននៃគណៈបកប្រឆាំងនៅប្រទេសជប៉ុននិងដែលធ្លាប់តែបានដឹកនាំធ្វើបាតកម្មប្រឆាំងនិងដំណើរទស្សនកិច្ចនានារបស់នាយករដ្ឋមន្ត្រីកម្ពុជានៅពេលកន្លងមកនៅពេលនេះបានចេញវីដេអូប្រកាសគាំទ្រនិងស្វាគមន៍វត្តមានរបស់លោកហ៊ុនម៉ាណែតទៅកាន់ទឹកដីនៃប្រទេសជប៉ុនសារជាថ្មីក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមយុវជននិងពលករខ្មែរទាំងប្រុសទាំងស្រីប្រមាណជា500នាក់ក្នុងប្រទេសជប៉ុនមកទល់នៅពេលនេះកំពុងតែត្រៀមនិងរងចាំធ្វើបាតកម្មទាមទារឲ្យរដ្ឋាភិបាលជប៉ុនបកកទ្រព្យសម្បត្តិត្រកូលហ៊ុនទាមទារឲ្យដោះលែងអ្នកទស្សនយោបាយទាំងអស់និងទាមទារឲ្យបើកលំហប្រជាធិបតេយ្យនៅកម្ពុជាជាដើមនៅក្នុងខណៈនេះអ៊ុយក្រែនកំពុងតែរងការវាយប្រហារដោយដ្រូនពីសំណាក់រុស្ស៊ីក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានក្រោយពីភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនបរាជ័យមិនអាចឈានដល់កិច្ចព្រមព្រៀងបទច្បាញ់បើតាមយោធាអ៊ុយក្រែនបានដឹងថាក្នុងយប់ថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យរុស្ស៊ីបានបាញ់ដ្រូនអត្តឃាតប្រភេទ Shahid ចំនួន273គ្រឿងចូលក្នុងទឹកដីអ៊ុយក្រែនជាច្រើនតំបន់រាប់ទាំងរដ្ឋធានីគៀវផងដែរយ៉ាងណាក៏ដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនកំទេចបានតែ80គ្រឿងរីឯ128គ្រឿងទៀតរបូតបាត់រុស្ស៊ីវាយប្រហារ273ដ្រូនក្នុងមួយយប់គឺជាលើកដំបូងរបស់រុស្ស៊ីដែលក្រុងមូស្គូបញ្ជាក់កាន់តែច្បាស់អំពីគោលដៅនៅតែបន្តសង្គ្រាមលើទឹកដីអ៊ុយក្រែននេះបើយោងតាមក្រសួងការបរទេសអ៊ុយក្រែនដែលប្រតិកម្មទៅនឹងទីក្រុងមូស្គូការវាយប្រហារដោយដ្រូនយ៉ាងសន្ធាប់របស់ទីក្រុងមូស្គូនេះធ្វើឡើងតែប្រមាណម៉ោងប៉ុណ្ណោះ
ក្រោយពីលោក Donald Trump ប្រធានាធិបតីអាមេរិកប្រកាសចង់ទូរស័ព្ទទៅសមាភិករុស្ស៊ីលោក Putin ដើម្បីសួរនាំលោក Putin ទៅរកដំណោះស្រាយបញ្ចប់ការបង្ហូរឈាមហើយវាកើតឡើងតែមួយថ្ងៃក្រោយពីកិច្ចចរចាដោយផ្ទាល់រវាងភាគីអ៊ុយក្រែននិងរុស្ស៊ីនៅទូគីបានបិទបញ្ចប់ដោយគ្មានលទ្ធផលចំពោះបទឈប់បាញ់នេះនៅក្នុងស្ថានភាពដែលរុស្ស៊ីមិនព្រមទទួលយកបទឈប់បាញ់ហើយផ្ទុយទៅវិញក្រុងមូស្គូកាន់តែបង្កើននូវការវាយប្រហារទៅលើទឹកដីអ៊ុយក្រែនគេសង្កេតឃើញប្រទេសសម្ព័ន្ធភាពអ៊ុយក្រែនកាន់តែបន្តគាំទ្រអ៊ុយក្រែនដែលជាគោលដៅប្រឆាំងសង្គ្រាមរបស់ក្រុងមូស្គូប្រទេសអ៊ីតាលីបានប្រកាសកញ្ចប់ជំនួយយោធាទី11របស់ខ្លួនសម្រាប់អ៊ុយក្រែនដែលនឹងរួមបញ្ចូលការផ្ទេររថពាសដែកចំនួន400គ្រឿងទៅអ៊ុយក្រែននេះបើយោងតាមការចុះផ្សាយរបស់កាសែតអ៊ីតាលីឈ្មោះថា Giornals ដែលបានចុះផ្សាយកាលពីថ្ងៃទី18ខែឧសភារដ្ឋមន្ត្រីការពារជាតិអ៊ីតាលីលោក Gildo Crocetto បានបង្ហាញកញ្ចប់ជំនួយយោធាដែលអ៊ីតាលីគ្រោងនឹងបញ្ជូនទៅអ៊ុយក្រែននេះទៅគណៈកម្មការសភារថពាសដែកប្រភេទ M113 ដែលបានបង្កើតឡើងនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1950វាធ្លាប់បានចូលប្រយុទ្ធនៅក្នុងសមរភូមិជាច្រើនបច្ចុប្បន្នកងកម្លាំងអ៊ុយក្រែនបានចាត់ទុករថពាសដែកនេះជាជំនួយយោធាដែលមានសារៈសំខាន់សម្រាប់ប្រតិបត្តិការរបស់កងទ័ពអ៊ុយក្រែននៅក្នុងសមរភូមិប្រយុទ្ធមន្ត្រីអ៊ុយក្រែនក៏បានកោតសរសើរនិងលើកឡើងពីគុណសម្បត្តិនៃរថពាសដែកប្រភេទ M113 ថាមានគុណសម្បត្តិសំខាន់សម្រាប់បេសកកម្មប្រយុទ្ធនៅសមរភូមិជួរមុខបើយោងតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន KIV Independent កាលពីថ្ងៃទី18ខែឧសភាក្រសួងការពារជាតិដាណាម៉ាបានប្រកាសថាដាណាម៉ាបានរៀបចំកញ្ចប់ជំនួយយោធាលើកទី26របស់ខ្លួនសម្រាប់អ៊ុយក្រែនក្នុងទំហំ598លានក្រសួងការពារជាតិដាណាម៉ាបានបញ្ជាក់ថាក្នុងគម្រោងជំនួយយោធាលើកទី26នេះគឺមានកាំភ្លើងធំនិងគ្រាប់កាំភ្លើងធំផងដែរក៏ដូចជាឧបករណ៍មួយចំនួនសម្រាប់ជួយបំពាក់យន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងដែលដាណាម៉ាបានបញ្ជូនទៅអ៊ុយក្រែនរដ្ឋមន្ត្រីការពារជាតិដាណាម៉ាលោក Troel Lance Posen បានលើកឡើងថាដាណាម៉ានៅតែបន្តគាំទ្រសម្រាប់វិស័យការពារជាតិអ៊ុយក្រែនលោកបានលើកឡើងថាកញ្ចប់ជំនួយយោធាចុងក្រោយបង្អស់របស់ប្រទេសដាណាម៉ាដែលផ្ទេរទៅឲ្យអ៊ុយក្រែននេះត្រូវបានផ្ដល់ហិរញ្ញប្បទានក្រោមមូលនិធិអ៊ុយក្រែននិងមូលនិធិសន្តិភាពអឺរ៉ុបចំណែករដ្ឋមន្ត្រីការបរទេសដាណាម៉ាលោក Lars Løkke Rasmussen បានលើកឡើងថាប្រទេសដាណាម៉ាកំពុងតែធ្វើអ្វីដែលអាចធ្វើទៅបានដើម្បីផ្ដល់ឲ្យអ៊ុយក្រែននៅជំនួយក្នុងវិស័យយោធាដ៏ល្អបំផុតហើយដាណាម៉ានៅតែប្រកាន់ជំហរនៅខាងអ៊ុយក្រែនរហូតដល់រុស្ស៊ីព្រមបោះបង់ចោលនៅសង្គ្រាមរបស់ខ្លួនជាមួយគ្នានេះក្រសួងការពារជាតិហ្វាំងឡង់ក៏បានប្រកាសបញ្ជូនគ្រាប់កាំភ្លើងធំថែមទៀតទៅឲ្យអ៊ុយក្រែនបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិអ៊ុយក្រែនកញ្ចប់ជំនួយយោធារបស់ហ្វាំងឡង់លើកនេះមានប្រហែល$100លានអាមេរិកដែលធ្វើឡើងក្រោមកិច្ចព្រមព្រៀងជាមួយនឹងគណៈកម្មការអឺរ៉ុបដែលអនុវត្តការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីមាននៅលើទឹកដីហ្វាំងឡង់រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់លោក Antti Hakkinen បានបញ្ជាក់ថាប្រាក់ជំនួយយោធារបស់ហ្វាំងឡង់នេះបានមកពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅអឺរ៉ុបនិងនៅលើទឹកដីហ្វាំងឡង់ផ្ទាល់កាលពីថ្ងៃទី12ខែឧសភាគណៈកម្មការអឺរ៉ុបបានសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីមួយដំណាក់កាលទៀតនៅក្នុងទំហំសាច់ប្រាក់$1000លានដើម្បីទិញអាវុធគ្រាប់រំសេវសម្រាប់អ៊ុយក្រែនហើយក្នុងនោះគណៈកម្មការអឺរ៉ុបក៏បានអនុម័តឲ្យប្រទេសជាសមាជិករបស់សភាអឺរ៉ុបរបស់សហភាពអឺរ៉ុបអាចបង្កកនិងរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមានលើទឹកដីនៃប្រទេសរបស់ខ្លួនអឺរ៉ុបបានប្រកាសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលកំពុងតែបង្កកនិងរឹបអូសក្នុងទំហំសាច់ប្រាក់ជាង$200,000លានសរុបទៅអឺរ៉ុបបានរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីហើយផ្ទេរទៅឲ្យអ៊ុយក្រែនជាង$40,000លានអាមេរិកក្រៅពីនេះអឺរ៉ុបខ្លួនគេផ្ទាល់បានផ្ដល់ជំនួយទៅឲ្យអ៊ុយក្រែនជាង$130,000លានសហរដ្ឋអាមេរិកហើយ